ជំរាបសួរម៉ែមានវាបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់នេះជាជុតខ្សែកទាំង3របស់ខ្ញុំទាំង3ខ្សែណាហើយហើយស្អែកខាងស្អែកខ្ញុំនឹងមានខ្សែកភ្លុកខ្នាត8លីមួយខ្សែដែរហើយអាចនឹងដោះចេញពីនេះខ្លះពីនោះខ្លះបាន108គ្រាប់ហើយសម្រាប់ពាក់នឹងកបន្ថែមទៀតអញ្ចឹងសម្រាប់បងដែលស្រឡាញ់ខ្សែកស្នែងកបីឃ្លៀចនិងខ្សែកស្នែងកបីខ្មៅអាចឆាតសួរខ្ញុំយកខមខ្ញុំតាមលេខដែលខ្ញុំតែតាក់ណាខ្ញុំចែកជាវដោយសារខ្ញុំមានខ្នាត8លីសារពីភ្លុកមួយអង្គហើយពីមួយខ្សែអញ្ចឹងគឺខ្ញុំជាវចេញខ្នាត9លីមួយខ្សែណាជា70គ្រាប់ទៅ80គ្រាប់នេះហើយភ្លុករបស់ខ្ញុំ8លីខ្ញុំដោះទៅដាក់មួយភ្លុក8លីរបស់ខ្ញុំចឹងអាចនេះណាខ្ញុំនឹងដោះចេញជាវស្នែងកបីឃ្លីកចេញហើយខ្ញុំដាក់8លីចូលហើយមួយខ្សែនេះហាក់7លីហើយខ្ញុំមាន7លីរាយផែកទៅខ្ទង់របាក់20 30គ្រាប់ដែរណាបងដែលខ្វះកម្មសម្រាប់ដាក់មួយខ្សែក៏អាចតាក់ទងសួរខ្ញុំបានណាតាក់ទងនឹងកម្មភ្លុកដាក់7លីតែមួយខ្សែនេះគឺខ្ញុំអត់ជឿទេខ្នាត7លីនេះខ្ញុំជឿតែខ្សែកភ្លុកខ្សែកស្នែង8ឃ្លៀចស្នែង8ឃ្លៀចរបស់ខ្ញុំមួយខ្សែនេះខ្ញុំជឿចេញខ្នាត9លីមានដូចជា70គ្រាប់80គ្រាប់ខ្ញុំភ្លេចទៅបងហើយខាងលើមកគុបបុរាណខ្ញុំអត់ជឿទេខ្ញុំជឿតែស្នែងកបីឃ្លៀចទាំងអស់នេះបើអត់មានជឿខ្ញុំនឹងទុកជាខ្សែករបស់ខ្ញុំបន្តទៀតអញ្ចឹងខ្សែកនេះដូចក្នុង70 80គ្រាប់ណាមួយឈុតនេះណាតែមួយឈុតនេះគឺរបស់ខ្ញុំពាក់គ្រប់ខែខ្លួនឯងទៅគឺខ្ញុំជឿវិញខ្ញុំជឿតែខ្សែទេខ្សែខ្ញុំមានខ្នាត8លីមួយខ្សែចឹងខ្ញុំដោះពីនេះថែមដោះពីកខ្ញុំនេះថែមប្រគ្រប់ខ្ញុំដោះនេះចេញ20គ្រាប់ទៀតដោយសារនោះ80អានេះ20ទៅ100ហើយ20គាត់ទៅ108ចាំ3ពាក់នៅឃ្លោកខ្នាត8លីក៏ខ្ញុំមានឲ្យដូចគ្នាដែរអញ្ចឹងសម្រាប់បងដែលចង់បានខ្សែកស្នែង8អាចសួរខ្ញុំបានណាមួយខ្សែណាខ្សែល្មមកវែងណាបើខ្ញុំពាក់ដោះចេញគឺល្មមកហ្មងតែខ្នាតធំនេះគឺ70 80គ្រាប់គឺអេមហ្មងមកល្មមកអត់ធំពេកអត់វែងពេកអត់ខ្លីពេកអ្នកដែលស្រឡាញ់ខ្នាត9លីសំទោសមិនមែន8លីទេ9លីជាស្រ័យ9លីបង9លីខ្ញុំផ្លេច9លីណាមានដូច70 80គ្រាប់ណាមានឃ្លៀកខ្មៅហើយនឹងឃ្លៀកសន្ទុះស្នែងកបីពណ៌ខ្មៅហើយនឹងឃ្លៀកមួយខ្សែនេះណាខ្ញុំជឿចាញ់ណាបងដែលចង់បានខ្សែកឃ្លៀកលេខខ្មៅគឺអាចខមខ្ញុំ010 343 4 3ដើមនិង061 54 54 45បានពីខ្សែហ្នឹងណាឬក៏ Telegram ក៏បានដែរសួរតម្លៃបានណាហើយព្រះអង្គនេះក៏ខ្ញុំជឿដែរតែជាអត់ចេញសាំងបច្ច័យបើនេះជាវាសហមេត្រីជាអត់ចេញក៏ខ្ញុំវាសាទុកពាក់ដល់បច្ចុប្បន្នហ្នឹងទៅណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំចែកម្លែកជូនបងប្អូនទស្សនាកំសាន្តប៉ុណ្ណឹងទេហើយផ្សាយថ្ងៃនេះថ្ងៃសៅរ៍ធ្វើការដែរតែនៅកន្លែងអញ្ចឹងក៏ធ្វើវីដេអូចែកម្លែកជូនបងប្អូនទស្សនាកំសាន្តមេតាមួយរយៈនេះរពលចុកផ្សព្វផ្សាយហើយខ្ញុំក៏ចុកគម្រោងក្នុងខែ8ខែ7ដូចគ្នាដែរខែ8ខ្ញុំត្រឡប់ទៅនៅផ្ទះដូចគ្នាដែរអញ្ចឹងចែកជាវណាខ្សែនេះណាហើយថ្មសលៀងតៃសាក់ខ្ញុំទៅសល់មកគូទៀតបងអាចសួរនាំបានណាថ្មសលៀងតៃសាក់ពីដីរតនគិរីអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា